ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាមាន់លីងគល់ស្លឹកគ្រៃតោះឥឡូវចាប់ផ្ដើមធ្វើជាមួយខ្ញុំទាំងអស់គ្នាគ្រឿងផ្សំឆាមាន់ម្រះព្រៅមានដូចជាម្រះព្រៅមួយក្តាប់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយនិងម្ទេសបន្ទាប់មកយើងមានសាច់មាន់មួយចានតោះឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាតោះឥឡូវយើងចាប់ផ្ដើមរំលីងសាច់មាន់បន្ទាប់ពីរំលីងសាច់មាន់ឆ្អិនល្អហើយយើងរៀបចំដាក់ចានទុកមួយដុំសិនបន្តមកទៀតយើងចាប់ផ្ដើមបំពងខ្ទឹមរបស់យើងបន្ទាប់ពីបំពងខ្ទឹមបានស្រួយល្អហើយយើងចាប់ផ្ដើមដាក់ស្ករស2ស្លាបព្រាកាហ្វេបន្តមកទៀតយើងចាប់ផ្ដើមដាក់ទឹកត្រី2ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេម្សៅរ៉ូឌី1ស្លាបព្រាកាហ្វេបន្តមកទៀតដាក់ប្រេងខ្យង1ស្លាបព្រាកាហ្វេហើយរំលីងវាឲ្យចូលសព្វគ្នាល្អបន្ទាប់មកយើងចាប់ផ្ដើមដាក់គ្រឿងរបស់យើងមានម្ទេសរំដេងស្លឹកក្រូចហើយនិងគល់ស្លឹកគ្រៃនឹងរំលីងវាឲ្យវាបន្តមកទៀតយើងចាប់ផ្ដើមដាក់សាច់ចូលឥឡូវមាន់លីងគល់ស្លឹកគ្រៃយើងបានរួចរាល់ហើយសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដាននៅវីដេអូខ្ញុំបាទសូមចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតសូមអរគុណ